បណ្ឌិតហែមប្រសើរដឹកនាំសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលដែលដឹកនាំដោយឯកឧត្តមបណ្ឌិតហែមប្រសើរនិងថ្នាក់ដឹកនាំសមាគមអង្គការចំនួន8អង្គភាពដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មនៃទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃទី24ខែកុម្ភៈឆ្នាំ2025សូមបញ្ជាក់ជូនថាសមាគមអង្គការស៊ីវិលមានគោលបំណងស្នើសុំគោលការណ៍ណែនាំនិងស្វែងយល់បន្ថែមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីតាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មជាពិសេសការចងក្រងសមាគមកសិកម្មទំនើបដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់និងផលប្រយោជន៍ផ្សេងៗជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់បកស្រាយនិងលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី5និងទី6របស់រាជរដ្ឋាភិបាលគឺយន្តការរក្សាស្ថិរភាពថ្លៃការចងក្រងសមាគមកសិកម្មទំនើបធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀងនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់បណ្ដាអង្គការសមាគមក្រៅរដ្ឋាភិបាលនានាចូលរួមក្នុងវិស័យកសិកម្មការពារធនធានធម្មជាតិផ្ដល់ព័ត៌មានពិតក្នុងសង្គមឲ្យបានទូលំទូលាយនិងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិតនិងមិនមានប្រភពច្បាស់លាស់ដែលជាផលលំបាកដល់ប្រជាកសិករនិងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ